សង្ខេបរបាយការណ៍គណៈកម្មាធិការចំពោះកិច្ចទទួលបន្ទុករៀបចំបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងអន្តរាគមន៍ទៅហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025លោកសុជាតិគឹមហ៊ុននិងក្រុមការងារបានបំពេញបេសកកម្មនៅឯតុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងការសិក្សាផ្លូវច្បាប់ដើម្បីដាក់ពាក្យបណ្ដឹងករណីចំនួនព្រំដែនកម្ពុជាថៃបានដំណើរការយ៉ាងល្អដោយការគ្រងទុកនៅទីនោះលោកស្រីនឹងជួបជាមួយមេធាវីនិងអ្នកច្បាប់ប្រទេសហូឡង់និងអ្នកច្បាប់អន្តរជាតិដើម្បីពិភាក្សានិងរៀបចំដាក់ពាក្យបណ្ដឹងទៅកាន់ការិយាល័យទទួលពាក្យបណ្ដឹងនៃតុលាការ ICJ នេះជាងនេះទៀតគណៈកម្មាធិការប្រតិបត្តិនៃអង្គការសេរីនិយមអន្តរជាតិ Liberal International ក៏បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចលើដំណោះស្រាយចំនួននយោបាយនៅកម្ពុជាដោយផ្អែកសំខាន់បំផុតទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជាថ្ងៃទី23ខែតុលាឆ្នាំ1991តាមរយៈនៃការសម្រេចនេះរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារនឹងដាក់សំណើទៅកាន់សហប្រធាននិងម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជាឲ្យកោះប្រជុំឡើងវិញជាបន្ទាន់ដើម្បីពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងនិងជួយជំរុញផងដែរតាមរយៈសេចក្តីសម្រេចនេះដោយឡែកលោកអ៊ំសំអានកាលពីថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025បានបន្តដំណើរទៅកាន់ទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកដើម្បីបន្តទៅចម្លងផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និងឆ្នាំ1907បន្ទាប់ពីបានបញ្ចប់កិច្ចការថតចម្លងផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និងឆ្នាំ1907នៅបណ្ណាល័យសភាអាមេរិកនៅរដ្ឋធានី Washington សហរដ្ឋអាមេរិកនៅថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025លោកអ៊ំសំអានក៏បង្ហើបឲ្យដឹងដែរថាផែនទីដែលបានថតចម្លងទាំងនោះនឹងប្រើប្រាស់ជាឯកសារយោងទៅនឹងពាក្យបណ្ដឹងទៅ ICJ និងរក្សាទុកសម្រាប់កិច្ចការសិក្សាស្រាវជ្រាវជាបន្តទៀត